ដំណើរនៃជីវិតគឺពិតមិនទៀងគ្រប់មនុស្សសត្វទាំងអស់ដែលបានកើតមកនៅក្នុងលោកីយ៍នេះបានឃើញនៅពន្លឺនៃព្រះអាទិត្យបានស្គាល់នៅរសជាតិនៃជីវិតពិតជាមានសេចក្តីទុក្ខនិងសេចក្តីសុខជារឿងធម្មតារបស់សត្វលោកមនុស្សយើងទាំងអស់សុទ្ធសឹងតែមានទុក្ខគ្រប់គ្នាគ្រាន់តែថាសេចក្តីសុខហើយនឹងទុក្ខនោះវាមិនដូចគ្នាតែប៉ុណ្ណោះអ្នកខ្លះគេក៏មានសេចក្តីសុខដោយមានឪពុកម្ដាយនៅរស់រានមានជីវិតជុំចិត្តជាមួយគ្នានៅរងចាំជួយថែរក្សាការពារផ្ដល់នូវភាពកក់ក្ដៅផ្ដល់នូវសេចក្តីស្រឡាញ់ស្និទ្ធស្នាលគ្រប់ពេលវេលាអ្នកខ្លះទៀតក៏មានសេចក្តីទុក្ខច្រើនជាងសេចក្តីសុខត្បិតតែបានកើតមកនៅក្នុងត្រកូលអ្នកមានសម្បូរសប្បាយចាយលុយដុល្លាររស់នៅក្នុងដំបូលវិឡាសម្បូរធនធានច្រើនក៏ដោយក៏ប៉ុន្តែសេចក្តីសុខហើយនឹងទុក្ខវាច្រើនតែដើរទន្ទឹមគ្នា